ទូរស័ព្ទម្ដងនេះគឺវាមានបញ្ហាអ៊ីនធឺណិតតែម្ដងអ៊ីនធឺណិតចេញតែអសទេទោះយើងមកបញ្ចូលលុយបញ្ចូលអីរួចរាល់យើងឆែកអ៊ីនធឺណិតឆែកអីអាដាលុយយើងបញ្ចូលហើយមានអ៊ីនធឺណិតមានអីធម្មតាទាំងអស់ប៉ុន្តែវានៅតែអសណាអូខេអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនពីដំណោះស្រាយដើម្បីឲ្យទូរស័ព្ទរបស់យើងមកមានអ៊ីនធឺណិត 4G ដើរលឿនវិញធម្មតាសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងសម្រាប់ទូរស័ព្ទម្ដងនេះមានបញ្ហាអ៊ីនធឺណិតគឺលោតតែអសទេណាអញ្ចឹងទោះបីជាមានលុយមានអីក៏ដោយអញ្ចឹងងាយទេបងប្អូនណាយើងគ្រាន់តែធ្វើការអូសពីលើចុះមកក្រោមរួចយើងសកត់កន្លែងរូបអ៊ីនធឺណិតហ្នឹងមកសកត់លើវាមួយស្ទុះអញ្ចឹងវានឹងចូលមកដល់ត្រង់នេះបងប្អូនចុចទៅលើ SIM របស់យើងណាបងប្អូនប្រើអ៊ីនធឺណិត SIM មួយចុចទៅលើ SIM មួយហ្នឹងមកហើយបងប្អូនមើលកន្លែងប្រភេទបណ្ដាញដែលចូលចិត្តនេះអូខេបងប្អូនចុចលើវាមកអញ្ចឹងដោយសារវាជាប់ជាមួយនឹង 3G ហើយនឹង 2G អញ្ចឹងទៅវាអត់ដំណើរការជាមួយនឹង 4G អញ្ចឹងយើងក៏ធ្វើការជ្រើសរើសយក 4G ខាងលើមកគឺរួចរាល់បងប្អូនណាអញ្ចឹងនៅពេលដែលបងប្អូនជ្រើសរើសយក 4G នឹងហើយទូរស័ព្ទបងប្អូននឹងដូរអ៊ីនធឺណិតមក 4G វិញធម្មតាហើយបើសិនជាអត់មក 4G វិញទេបងប្អូនអាចធ្វើការបិទយន្តហោះមួយទៅហើយបើកមកវិញ